បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតាមដានទស្សនានៅលើខ្សែវីដេអូមួយនេះបាទនេះគឺជាខ្សែវីដេអូមួយដែលបង្ហាញអំពីការដើរបតិសិនពូនភ្នំខ្សាច់ការពូនភ្នំខ្សាច់នេះទៀតសោតគេតែងតែប្រារព្ធធ្វើឡើងនៅពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលត្រូវបានបញ្ចប់បាទរៀបនឹងបញ្ចប់គឺគេតែងតែដឹកនាំបាទលោកអាចារ្យគណៈកម្មការដឹកនាំពិធីដើម្បីពូនភ្នំខ្សាច់បាទបណ្ដាច់កម្មវេរាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីឲ្យមានសិរីសួស្តីហើយអាយុវែងអាយុយឺនយូរជៀសផុតពីជំងឺរំកាត់ផ្សេងបាទហើយតាមចាស់បុរាណរបស់យើងលោកតែនិយាយថាការពូនភ្នំខ្សាច់នេះមានអត្ថប្រយោជន៍2យ៉ាងបាទហើយអាចថា3យ៉ាងតាមលោកតាចាប្រាប់ណាទី1គឺនៅពេលដែលយើងធ្វើហ្នឹងគឺបើសិនជាមានយមរាជចង់មកយកអាយុជីវិតយើងលោកណាតែរាប់គ្រាប់ខ្សាច់នឹងអស់សិនបើសិនជាមិនអស់ទេគឺมันអាចយកអាយុជីវិតមនុស្សណាដែលបានពូនភ្នំខ្សាច់នេះបានឡើយនឹងសម្រាប់បងប្អូនដែលមានកាន់ពុទ្ធសាសនាគឺគេជំនឿអញ្ចឹងណាតើអ្នកបានដែលទៅពូនភ្នំខ្សាច់ផ្ទាល់បើអ្នកដែលមិនពូនភ្នំខ្សាច់អាហ្នឹងអត់និយាយទេអត់ដឹងដែររឿងផ្សេងប៉ុន្តែអ្នកដែលពូនភ្នំខ្សាច់គឺគេអាចជឿថាជំនឿថានឹងជៀសផុតអំពីការយកអាយុជីវិតដែលបានយាយីដោយយមរាជបាទមួយទៀតគឺយមរាជមកគឺគេថាมันអាចយកបានទេដោយសារតែមនុស្សនេះបានពូនភ្នំខ្សាច់ហើយបើសិនជាយកចង់យកតលតែរាប់គ្រាប់ខ្សាច់ទាំងអស់ហើយគ្រាប់ខ្សាច់ច្រើនណាស់បងប្អូនទៅរាប់មិនអស់អានឹងគេអបកិច្ចអញ្ចឹងណាបាទហើយមួយទៀតដើម្បីយកដីមកដាក់ក្នុងបរិវេណវត្តអារាមឲ្យកាន់តែមានទីទួលខ្ពស់ស្អាតបាទមានសោភ័ណភាពដីវត្តហើយយើងមានខ្សាច់ហ្នឹងគឺសម្រាប់កសាងប្រសង់ធ្វើអ្វីជាប្រយោជន៍កសាងបន្ទប់ទឹកឬក៏កសាងចេតិយដែលបានមកពីការពូនភ្នំខ្សាច់ហ្នឹងតែម្ដងបាទហើយមិនត្រឹមតែប៉ុណ្ណោះទៀតសោតចំណុចទី3គឺយើងបានមកលេងជុំគ្នាយ៉ាងសប្បាយអើកងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរបានជួបជុំគ្នាស្គាល់គ្នារាប់អានទំនាក់ទំនងគ្នាសប្បាយជុំគ្នាប៉ុន្តែកាលពីសម័យដើមប្រកាន់ណាស់រឿងការពាក្យមួចូលវត្តឬក៏លេងម្សៅគឺមិនត្រូវបានឲ្យលេងនៅក្នុងខឿនព្រះវិហារទេតែឡើយចេះតែលេងច្រើនវត្តខ្លះក៏ប្រសង់គាត់មិនឲ្យលេងច្រើនហួសហេតុពេកទេបាទហើយវត្តខ្ញុំនេះគឺមានការលេងសប្បាយជាអញ្ចឹងជារៀងរាល់ឆ្នាំជាទំនៀមទម្លាប់មកមិនប្រកាន់អីទេបាទហើយទី4នោះគឺដើម្បីយើងបានបច្ច័យក្នុងការប្រគេនព្រះសង្ឃជាទេវវត្ថុប្រើប្រាស់យកទៅធ្វើចង្ហាន់ប្រគេនព្រះសង្ឃតែម្ដងបាទបច្ច័យដែលបានមកពីការពូនភ្នំខ្សាច់បាទនឹងគឺជា
ចំណែកបន កងកុសលដែលបងប្អូនប្រជាពលរដ្ឋបានធ្វើជារៀងរាល់ឆ្នាំជាទំនៀមទម្លាប់ប្រពៃណីបាទដល់តកូនតចៅរហូតមកដល់ពេលបច្ចុប្បន្នបាទហើយឆ្នាំនេះឃើញថាតិចបងប្អូនមានការចូលរួមចំនួនតិចប៉ុន្តែកាលពីឆ្នាំ2010មនុស្សច្រើនណាស់ឥឡូវនេះឆ្នាំ2025បាទវីដេអូនេះត្រឹមឆ្នាំ2012 2015ចុះទៅក្រមកមនុស្សដើររត់ទៅកន្លែងជិះគ្នាមិនបានទេចង្អៀតប៉េះមកបាទមានការលក់ដូរក្នុងទីវត្តអារាមមិនប្រកាន់ទេហើយចាប់ពិធីហ្នឹងគឺអ្នកលក់គាត់តែងតែមកជួយសម្អាតនៅក្នុងទីវត្តអារាមដែលគាត់បានលក់ហ្នឹងបាទនេះគឺជាទស្សនវិជ្ជាទាំងស្រុងដើម្បីឲ្យពុកម៉ែបងប្អូនបាទទុកមើលឲ្យបានជាកម្រងអនុស្សាវរីយ៍រូបខ្លួនឯងខ្ញុំថតនេះមិនមែនជាចេតនាអ្វីទេគឺដើម្បីទុកជាកម្រងអនុស្សាវរីយ៍ហើយបងប្អូនក៏អាចទៅថតរូបទុកជាអនុស្សាវរីយ៍បានដូចគ្នាហ្នឹងបាទខ្ញុំស្រឡាញ់និងចូលចិត្តទីវត្តអារាមរបស់ខ្ញុំណាស់ហើយតែងតែចូលរួមសកម្មភាពក៏ដូចជាយកចង្ហាន់ទៅប្រគេនព្រះសង្ឃផងដែរបាទហើយក៏ជួយទិញទឹកអំពៅបាទលក់ហើយបងប្អូនក៏អាចមកលេងនៅទីវត្តនេះបានគ្រប់គ្នាបានណាហើយវីដេអូនេះអត់មានជាអ្វីវែងឆ្ងាយច្រើនទេបាទទុកជាកម្រងអនុស្សាវរីយ៍ទុកមើលឲ្យបានប្លែកភ្នែកហើយខ្ញុំបានចែករំលែកវីដេអូច្រើនដែរនឹងមានការចែករំលែកវីដេអូបន្តទៀតទោះបីថាវីដេអូអប់រំឬក៏វីដេអូជាលក្ខណៈដើរលេងកម្សាន្តបែបនេះមួយបែបនោះពីរទៅទីជិតទីឆ្ងាយគឺខ្ញុំតែងតែមានការចែករំលែកនិងរៀបរាប់ខ្លះកុំឲ្យវីដេអូហ្នឹងស្ងាត់ពេកបងប្អូនហ្នឹងហើយបងប្អូនអាច comment លេងខាងក្រោមបានហើយវីដេអូមានតែប៉ុណ្្នឹងទេបាទបងប្អូនអាចទស្សនាលេងបានបាទខ្ញុំអត់អធិប្បាយវែងឆ្ងាយនេះគឺសិតតែជាកូនសិស្សរបស់ខ្ញុំបាទគាត់បានមកលេងហើយក៏ជម្រាបសួរហើយវីដេអូនេះខ្ញុំបានកាត់តបិទសំឡេងចេញព្រោះឮបាសខ្លាំងពេកខ្លាំងរំខានដល់ពុកម៉ែបងប្អូនមិនចង់ឮសំឡេងបាសក្ដុំក្ដៀងណាបាទឮតែសំឡេងខ្ញុំនិយាយតែហើយអរគុណពុកម៉ែបងប្អូនខ្ញុំសូមបញ្ចប់ការនិយាយត្រឹមប៉ុណ្ណឹងហើយឲ្យបងប្អូនមើលពីដើមរហូតដល់ចប់ហើយក៏បានជួបមេភូមិនិយាយលេងមួយគាត់តិចតួចដែរបាទគឺថាគួរសប្បាយបងប្អូនមានកន្លែងលេងហើយនោះមានប៉ង់ក្លូតលេងសប្បាយហើយមានកន្លែងប៉ង់យក្សមានគប់ពេងប៉ងហើយមានក្មួយខ្ញុំម្នាក់នោះទៅលោតពេងប៉ងនោះតាំងពីថ្មណាទេនោះទៅលោតឲ្យកណ្ដែងហើយនេះត្រកលោតតិចទៀតដល់ហើយមានដឹងថាទៅលោតទេអានេះប៉ងយក្សនោះទៅចិត្តបានដឹងអូក្មួយមកលោតប៉ងពីធ្វើណាទេសរសៃមកតាំងពីព្រឹកហើយខ្ញុំទៅពេលល្ងាចនោះពីអោរាំងលឿងតូចជាងគេនោះបាទ
Tao pel mong bùn cả là một pram bùn cả là một pram nông ta lột mờ nà cái nó sải nè lột đăng đi mùi sải hơi miền ta một nào diệm điện ta nó mà lên ta tranh được vinh tới bạn khơi ta là một diệm cồn nữa một mơ cồn lột bông nằm về mà lột bông bài mình cũng có mình bạn chẳng lên lên gót bạn chỉ bây giờ có ai thay mình tốt nặng còn đây là những cái trong thời gian mình nè cồn nó lên đầm đốn lột đầm đốn lọt cò thôi ấy chẳng lên cục ping pong